សួស្តីបងប្អូនទាំងអស់គ្នាចិត្តដល់រដូវកាលទៅលេងសមុទ្រទៀតហើយបាទអញ្ចឹងពេលដែលទៅលេងសមុទ្រគួរតែប្រយ័ត្នផងដែលថ្ងៃនេះខ្ញុំលើកយក topic មួយយកមកនិយាយហើយ topic ហ្នឹងយើងជួបច្រើនទៅលើបងប្អូនដែលគាត់មកពីហែទឹកសមុទ្រវិញគឺយើងឃើញមានទាំងអស់គ្នាបាទដោយនៅក្នុងរូបដែលយើងបានបង្ហាញនៅខាងលើអញ្ចឹងបងប្អូនអាចពិនិត្យមើលបានហើយបញ្ហាទាំងអស់ហ្នឹងគេហៅថា sea butter dermatitis ឬក៏ sea butter eruption sea butter dermatitis ឬក៏ sea butter eruption ហ្នឹងគឺជាជំងឺមួយប្រភេទដែលកើតឡើងដោយសារតែពពួក leech ឬក៏ពពួកសត្វល្អិតដែលនៅក្នុងសមុទ្រយើងណាឬក៏ sea creature ដែល small insect នៅក្នុងសមុទ្រហ្នឹងឬក៏ sea arthropod ហើយរោគសញ្ញារបស់វាគឺការឡើងក្រហម rash នៅលើស្បែកហើយពិសេសជាងគេនៅតំបន់ដែល cover area ហើយកន្លែងហ្នឹងគឺវាចាប់ផ្ដើមចេញបន្ទាប់ពីយើងចាប់ផ្ដើមហែលទឹកសមុទ្រហើយយើងចាប់ផ្ដើមដោះកៅអៅចេញទៅយើងលាងខ្លួនលាងអីហើយយើងឃើញមានរោគសញ្ញាដូចដែលបានបង្ហាញនៅខាងលើហ្នឹងអញ្ចឹងបាទហើយលក្ខណៈពិសេសរបស់វាគឺវាឡើងជាស្នាមក្រហមពកតូចហើយវានឹងធំតិចម្ដងធំខ្លាំងរមាស់ខ្លាំងពេលខ្លះឈឺពេលខ្លះអាចឡើងធ្វើឲ្យយើងក្តៅខ្លួនទៀតក៏មានដែរបាទហើយជំងឺទាំងអស់ហ្នឹងគឺគេបានរកឃើញនៅក្នុងឆ្នាំ1949បន្ទាប់ពីមានការហែទឹកនៅ Western នៅប៉ែកខាង Western Florida ហើយចាប់ផ្ដើមចេញជាកន្ទួលក្រហមទាំងអស់ហ្នឹងមកគេចាប់ផ្ដើមសិក្សាទៅគេឃើញថាពួកហ្នឹងគឺបង្កឡើងដោយសារតែពួក sea arthropod ឬក៏ sea insects ហើយក្រុមរបស់វាគេហៅថាពួក nematocysts ហើយជាទូទៅក្រុមទាំងអស់ហ្នឹងក៏គេមាន report ទៅលើតំបន់ tropical ឬក៏ tropical subtropical sea water ក៏មានដែរបាទហើយមូលហេតុរបស់វាដូចខ្ញុំបានបង្ហាញអញ្ចឹងគឺដោយសារតែពួក marine creature ឬក៏ពួក nematode ហើយពួកហ្នឹងវាបញ្ចេញ toxin របស់វាហើយ toxin របស់វាហ្នឹងវាចូលទៅខាងក្រោមកៅអៅយើងវាដោយសារតែកៅអៅធម្មតាយើងហែទឹកយើងពាក់ swimming suit ហើយ swimming suit ដែលថាយដែលតឹងឡើងពេកហ្នឹងវាត្បៀតវាសកត់ទៅធ្វើឲ្យឡើងទៅជានៅលើស្បែករបស់យើងមកអញ្ចឹងបាទហើយរោគសញ្ញារបស់វាភាគច្រើនគឺយើងឃើញទៅលើអ្នកដែលចូលចិត្តហែទឹកនៅហែទឹកសមុទ្រអ្នកដែលគាត់ចូលចិត្ត swimming snorkeling ឬក៏មុជទឹកចូលទៅក្នុងសមុទ្រជ្រៅហ្នឹងឯងបាទហើយរោគសញ្ញារបស់វាដូចខ្ញុំបានរៀបរាប់នៅខាងលើអញ្ចឹងដំបូងអាចមានជាអារម្មណ៍ថាមាន tingling ដូចមានអីរំខាននៅលើស្បែកយើងអញ្ចឹងហើយកន្លែងដែលវាចូលចិត្តចេញជាងគេហ្នឹងគឺនៅតំបន់តាមតំបន់ខោមតំបន់កលៀនឬក៏តំបន់គូតខាងក្រោយឬក៏កន្លែងដែលយើងពាក់កៅអៅហែទឹកដែលតឹងខ្លាំងណាបាទកន្លែងហ្នឹងគឺមានវាហើយជាទូទៅ20%ដែលអ្នកជំងឺទាំងអស់ដែលមានវាគឺអាចមានរោគសញ្ញាដូចជាហេវហត់អស់កម្លាំងឬមួយក៏ពេលខ្លះអាចមានក្រៅខ្លួនបើសិនជាកូនក្មេងវិញអាចមាន tummy upset អាចយើងចុកពោះតិចតួចដែរហើយមូលហេតុដែលបង្កធ្វើឲ្យមានវាហ្នឹងគឺដោយសារតែពេលដែលយើងចុកទៅហែទឹកហើយយើងពាក់កៅអៅហែទឹកប៉ុន្តែពេលដែលយើងលាងខ្លួនជាមួយនឹងទឹកស្អាតហ្នឹងគឺយើងអត់បានដោះកៅអៅហែទឹកហ្នឹងចេញទេអត់បានដោះ swimming suit ហ្នឹងចេញទេអញ្ចឹងជាមូលហេតុដែលធ្វើឲ្យ swimming suit ហ្នឹងវា occlude ជាមួយនឹងសម្លៀកជាមួយនឹងស្បែករបស់យើងហើយពួក sea insect ពួក leech ឬមួយក៏ពួក jellyfish ដែលវាបញ្ចេញ toxin របស់វាចូលមកក្នុងអាវរបស់យើងហ្នឹងវាធ្វើឲ្យស្ទះហើយវាបញ្ចេញវាធ្វើឲ្យអឹបជាប់ជាមួយនឹងស្បែករបស់យើងហើយវាចាប់ផ្ដើមបញ្ចេញ toxin របស់វាឬក៏វាខំស្បែករបស់យើងដែលធ្វើឲ្យយើងឡើងទៅជាបញ្ហាអស់ហ្នឹងឯងហើយជាទូទៅ rash រោគសញ្ញាដែលកើតមានបញ្ហាស្បែកហ្នឹងគឺកើតឡើងក្រោយពេលដែលយើងចាប់ផ្ដើមហែទឹក1ម៉ោងទៅ2ម៉ោងក្រោយគឺចាប់ផ្ដើមមានដែរបាទហើយជាទូទៅបើសិនជាយើងព្យាបាលទេរោគសញ្ញាទាំងអស់ហ្នឹងវាអាចបាត់ទៅវិញនៅក្នុងចន្លោះពេល1សប្តាហ៍ទៅ2សប្តាហ៍បើសិនជានៅក្នុងករណីស្រាលប៉ុន្តែបើសិនជានៅក្នុងករណីធ្ងន់ឬក៏យើងអេសខ្លាំងពេកទៅវាអាចលើសពី1សប្តាហ៍វាអាចដល់1ខែទៅ2ខែអញ្ចឹងទៅសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺហ្នឹងគឺយើងធ្វើរោគវិនិច្ឆ័យដោយគូពេទ្យស្បែក dermatologist ជាអ្នកធ្វើរោគវិនិច្ឆ័យឬមួយក៏បើសិនជាយើងអាចញែកចេញជាមួយនឹងជំងឺផ្សេងទេយើងសង្ស័យយើងអាចធ្វើ skin biopsy គឺយើងធ្វើការឆាប់ស្បែកខាងលើនឹងបន្តិចហើយយកស្បែកនឹងទៅផ្ញើស្បែកនឹងទៅមន្ទីរពិសោធន៍ទៅគេនឹងពិនិត្យស្បែកនឹងចេញមកថាជាអីពិតប្រាកដហើយជាទូទៅនៅក្នុង skin biopsy result យើងអាចឃើញមានពួក spongitic dermatitis ដែលច្រឡំជាមួយនឹង eczema អញ្ចឹងហើយបន្តមកឃើញមានពួក neutrophil lymphocyte និង eosinophil ទៅ infiltrate នៅខាងលើនឹងឯងហើយវាអាច involve ទៅដល់ deep ច្រឡំជាមួយនឹង arthropod បាយដែរនៅក្នុង histopathology
សម្រាប់រោគវិនិច្ឆ័យញែករបស់ជំងឺហ្នឹងគឺយើងអាចមាន seaweed dermatitis គឺ reaction បន្ទាប់ពីពួក jellyfish ពិតប្រាកដធំៗហ្នឹងវាមកប៉ះស្បែករបស់យើងដែរឬមួយក៏អាច insect bite reaction ជំងឺប្រតិកម្មស្បែកដោយសារតែសត្វល្អិតខាំឬមួយក៏ arthropod bite reaction ពួកចៃធំខាំបាទសម្រាប់ការព្យាបាលជំងឺហ្នឹងបើសិនជាយើងមានវាគឺយើងត្រូវញ៉ាំពួក antihistamine ប្រឆាំងកុំឲ្យ histamine នៅក្នុងរាងកាយយើង reaction កុំឲ្យ immune របស់យើង reaction ជាមួយនឹង toxin ហ្នឹងខ្លាំងពេកដូចជាពួក anti inflammatory មួយចំនួនហើយថ្នាំលាបគឺ topical steroid គឺយើងត្រូវតែលាបដើម្បីការពារកុំឲ្យមានរមាស់កុំឲ្យរំខានហើយពេលដែលយើងរំខានខ្លាំងយើងអាចចេញជាផលរំខានទៅជា prurigo nodularis នៅពេលក្រោយអញ្ចឹងទៅបាទហើយបើសិនជារោគសញ្ញាហ្នឹងវារំខានខ្លាំងពេកវារមាស់ខ្លាំងពេកអាចលាបពួក menthol បាទលាបពួក menthol នៅលើហ្នឹងដើម្បី calm skin យើង down ឬមួយក៏អាចខ្ជប់ដុំតកកទុយៗហ្នឹងយកមកស្អំកន្លែងដែលមានហ្នឹងតិចទៅដើម្បីកាត់បន្ថយកុំឲ្យមាន over reaction ខ្លាំងពេកឬមួយក៏ថ្នាំបាត់ការឈឺចាប់ក៏ជួយបានដែរសម្រាប់ការការពារគឺបើសិនជាអាចពេលទៅហែទឹកយើងមិនគួរពាក់បើសិនជាយើងអត់ហែទឹកជ្រៅអីទេយើងមិនចាំបាច់ពាក់ swimming suit ទេអាហ្នឹងប៉ុន្តែបើការពារកម្ដៅថ្ងៃយើងត្រូវពាក់ swimming suit ទេអាហ្នឹងយើងត្រូវរើខ្លួនឯងតែយើងគួរពាក់ឬមិនគួរពាក់មួយអត់មួយវាចំណេញមួយមានមួយអញ្ចឹងយើងធម្មតាហើយបាទហើយបញ្ហាបើសិនជាយើងពាក់ swimming suit ពេលដែលយើងឡើងទៅលាងទឹកចេញហ្នឹងគឺយើងត្រូវដោះ swimming suit ចេញយើងអាចលាងទឹកជាមួយនឹង swimming suit ដែលយើងពាក់ហ្នឹងបានទេព្រោះវារំខានដល់ស្បែកយើងខ្លាំងហើយយើងលើកទឹកចិត្តឲ្យលាបក្រែមសំណើមឬក៏លាប emollient ឬមួយក៏លាបពួក petrolatum ពីលើស្បែកមុននឹងយើងពាក់ swimming suit ដើម្បីជារបាំងជា layer ការពារកុំឲ្យពួក toxin ហ្នឹងវា attach ជាមួយនឹងស្បែកយើង direct ខ្លាំងពេកហើយបន្តមកទៀតមុនពេលដែលយើងលាងទឹកជាមួយនឹងលាងទឹកស្អាតចេញហ្នឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺយើងត្រូវដោះ swimming suit ចេញបាទហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងបើសិនជាមានចម្ងល់ឬក៏ចូលចិត្ត complete subscribe ក្នុង channel YouTube របស់ខ្ញុំហើយបើសិនជាចូលចិត្ត complete ចែកម្លែកបាទអរគុណ